កើតនៅខេត្តស្វាយរៀងធំធាត់នៅក្នុងទីក្រុងភ្នំពេញអញ្ចឹងហើយទីក្រុងគឺជាកន្លែងដែលខ្ញុំចូលចិត្តមែនទែនមកនៅប្រទេសអូស្ត្រាលី10ឆ្នាំគឺខ្ញុំអត់បាននៅទីក្រុងទេគឺខ្ញុំនៅតាមខេត្តអញ្ចឹងធ្វើឲ្យខ្ញុំមានការនឹករលឹកជីវិតនៅក្នុងទីក្រុងមែនទែនឲ្យតែខ្ញុំបានមកដល់ទីក្រុងគឺខ្ញុំសប្បាយចិត្តមែនទែនពេលដែលខ្ញុំខឹងគ្រួសារខ្ញុំម្ដងខ្ញុំតែងតែប្រាប់គាត់ថាខ្ញុំនឹងទៅរស់នៅទីក្រុងហើយគាត់ថាទៅរស់នៅទីក្រុងធ្វើអីអ្នកទីក្រុងគេបន់ឲ្យតែមករស់នៅកន្លែងយើងនៅហ្នឹងនៅទីក្រុងអត់មានស្អីផងហ្នឹងមានតែអគារធំហើយចរាចរណ៍ញ៉េញ៉ៃពេលនោះខ្ញុំអត់ដែលយល់អំពីពាក្យសម្ដីដែលគាត់និយាយទេតែឥឡូវមករស់នៅទីនេះ10ឆ្នាំពេលខ្ញុំទៅលេងទីក្រុងជាញឹកញាប់បានខ្ញុំយល់ហេតុអីគាត់បាននិយាយអញ្ចឹងទីក្រុងវានឹងសប្បាយតែភ្នែកទេអ្នកទាំងអស់គ្នាពេលដែលយើងរស់នៅគឺអត់សប្បាយតែម្ដងអ្នកទាំងអស់គ្នាមើលតែទស្សនវិជ្ជានៅលើខ្នល់ទៅដឹងហើយគឺមនុស្សមិនដើរទេគឺរត់តែម្ដងអ្នកទាំងអស់គ្នាមានទាំងឡានក្រុងមានរទេះភ្លើងមានឡានមានអីរញ៉េរញ៉ៃពេញហ្នឹងហើយមនុស្សគឺថារវល់តែម្ដងគឺអត់មានពេលសឹងថាដកដង្ហើមឃើញអ្នកទាំងអស់គ្នារទេះភ្លើងខាងលើផ្លូវត្រែមនៅខាងក្រៅអញ្ចឹងអ្នកដែលគាត់ធ្វើរស់នៅទីក្រុងហ្នឹងគឺគាត់ធ្វើការនិងរៀនសូត្រតែម្ដងតែបើគាត់ថាឲ្យគាត់ឈប់ហើយដកដង្ហើមហើយដើរមើលទេសភាពអីខ្ញុំគិតថាមិនមែនទេអ្នកទាំងអស់គ្នានិយាយពីឡានវិញបញឹកគ្នាហើយជិះលឿនហើយជិះហើយយូរទៀតតម្រាំទៅដល់ពីគោលដៅមួយទៅគោលដៅមួយអ្នកទាំងអស់គ្នាចំណាយពេលច្រើនមែនតើហើយបើមនុស្សវិញដើរបញឹកគ្នាចង់និយាយថាអត់មានសណ្ដាប់ធ្នាប់តែម្ដងអញ្ចឹងហើយបានទីក្រុងគឺយើងដកដង្ហើមអត់បានតែម្ដងអ្នកទាំងអស់គ្នាហើយមិនចឹងទេគឺយើងបារម្ភរឿងសុវត្ថិភាពទៀតព្រោះពេលយើងដើរហ្នឹងគឺយើងអត់ស្គាល់អ្នកណាតែម្ដងចឹងនិយាយថាមនុស្សទីក្រុងមនុស្សចម្រុះគ្នាអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងកាបូបយើងស្អីក៏ដោយកូនយើងអីក៏ដោយកាន់ឲ្យជាប់កាន់ដៃវាឲ្យជាប់ភ្នែកយើងហ្នឹងមើលលើមើលក្រោមឲ្យច្បាស់តែម្ដងដោយសារទីក្រុងវារញ៉េរញ៉ៃអញ្ចឹងខ្ញុំគិតថាបើអ្នកទាំងអស់គ្នាចង់មានការងារធ្វើចង់រៀនសូត្រទីក្រុងត្រឹមត្រូវហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានគ្រួសារកូនតូចៗដូចខ្ញុំអ្នកទាំងអស់គ្នាគួរតែពិចារណាឡើងវិញថាត្រូវរស់នៅទីក្រុងឬក៏តាមខេត្ត